ប្អូនច្បាប់សុខទៀតហើយមិនគេឲ្យយើងអនុវត្តការដឹងគុណចាអនុវត្តការដឹងគុណទឹកដីភ្លើងខ្យល់របស់ដែលយើងកំពុងតែមានដូចយើងទៅវត្តចឹងចាដូចទៅយើងទៅវត្តយើងទៅរំលឹកគុណប៉ាម៉ាក់របស់យើងជីដូនជីតាកងម៉ាយរបស់យើងចឹងប៉ុន្តែច្បាប់សុខទៀតគេឲ្យយើងអនុវត្តការដឹងគុណហ្នឹងគឺដឹងគុណទឹកដីភ្លើងខ្យល់របស់ដែលយើងប្រើប្រាស់ព្រោះដោយសារយើងរាល់ថ្ងៃយើងរស់ដោយសារទឹកចាបើយើងអត់មានទឹកយើងត្រូវស្លាប់ចឹងយើងត្រូវដឹងគុណគាត់ដែរដូចជាយើងដឹងគុណឪពុកម្ដាយរបស់យើងចឹងចាអញ្ចឹងបើអត់មានឪពុកម្ដាយរបស់យើងក៏អត់មានយើងដែរចាអញ្ចឹងហើយការច្បាប់សុខទៀតគេឲ្យចាទឹកដីភ្លើងខ្យល់ចំណីអាហាររបស់ដែលយើងប្រើប្រាស់ចាដឹកគុណគ្រប់សពបែបយ៉ាងដែលយើងមានចាសម្លៀកបំពាក់ចាយើងអត់មានសម្បូរចាអញ្ចឹងគេឲ្យយើងរំលឹកគុណចារបស់ដឹងគុណវាធ្វើឲ្យផ្លូវចិត្តយើងល្អធ្វើឲ្យវាមានអារម្មណ៍ល្អពេលយើងនឹកឃើញបុណ្យគុណគ្រប់សពបែបយ៉ាងដែលយើងមានផ្ទះដែលយើងរស់នៅដីភ្លើងខ្យល់ចាវាល្អសម្រាប់យើងខ្លាំងមែនទែនវាធ្វើឲ្យផ្លូវចិត្តយើងរីករាយមានឲ្យយើងមានអារម្មណ៍ល្អការសម្លឹកបុណ្យគុណគ្រប់សពបែបយ៉ាងដែលយើងមានភាពមានអារម្មណ៍ល្អជាពីក្នុងមកបងប្អូនចាមានអារម្មណ៍ថាដូចពេលដឹងគុណទៅយើងជ្រាបក្នុងខ្លួនរបស់យើងមានអារម្មណ៍ថារំភើបនឹកឃើញគុណបុណ្យទៅវារំភើបដូចយើងដឹងគុណឪពុកម្ដាយយើងចឹងចាព្រោះដោយសារយើងត្រូវតែដឹងគុណទាំងឪពុកម្ដាយបងប្អូនសមាជិកក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនចានិយាយទៅដឹងគុណគ្រប់សពបែបយ៉ាងដែលយើងកំពុងតែមានកំពុងតែជួបចារបស់របរប្រើប្រាស់អ្វីគ្រប់យ៉ាងគឺធ្វើឲ្យផ្លូវចិត្តយើងល្អខ្លាំងមែនតើចាការអនុវត្តការដឹងគុណនេះគឺធ្វើឲ្យអារម្មណ៍យើងរីករាយមានអារម្មណ៍ល្អមានការនឹកឃើញបុណ្យគុណគ្រប់សពបែបយ៉ាងអញ្ចឹងឲ្យបងប្អូនគួរតែអនុវត្តចាដំបូងយើងអត់សូវជឿទេតែដល់ពេលយើងអនុវត្តយូរទៅវាទៅជាការជឿរបស់យើងណាចឹងវាទៅជាអូតូម៉ាទិកយើងនឹកឃើញបងគុណអរគុណនេះនោះអរគុណខ្លួនឯងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងចាធ្វើឲ្យយើងមានអារម្មណ៍ល្អជាមួយនឹងខ្លួនឯងចឹងបងប្អូនទាំងគ្នាគួរតែងាកមកអនុវត្តច្បាប់ចាគ្រប់ទីនេះការនឹកឃើញបុណ្យគុណគ្រប់សពបែបយ៉ាងទឹកដីភ្លើងខ្យល់ចំណីអាហារដែលយើងបានញ៉ាំលុយដែលយើងបានចាយរបស់ដែលយើងបានប្រើប្រាស់វាផ្ដល់ភាពងាយស្រួលឲ្យយើងខ្លាំងមែនតើអញ្ចឹងអរគុណបងប្អូនទាំងគ្នាចឹងតែក្តីស្រឡាញ់